ធ្វើមិនទៅឲ្យតែកូនខ្ញុំរស់តែគាត់កាត់ដំណឹងបានមកដល់ទេហើយខ្ញុំដើរយើងបបាក់ដើរវាធ្លាប់តែដៃពីរពេលមួយដៃមួយវិញវាបបាក់បងវាដើរយើងពីផ្អៀងពេលទៅសួស្តីខ្ញុំមកឈ្មោះវិចិត្រសុខជាដៃកូលែនជាកីឡាករជម្រើសជាតិក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាអ៊ីស្ពត2023បាទខ្ញុំពិការដោយសារប៉ាម៉ាក់ខ្ញុំឆ្លោះគ្នាហើយម៉ាក់ខ្ញុំមកនាំខ្ញុំទៅសៀមរាបទៅកន្លែងលក់អត់របស់ម៉ាក់ខ្ញុំគាត់ទៅធ្វើការទៅគាត់ឲ្យខ្ញុំនៅលេងនៅកន្លែងហ្នឹងពេលនៅកន្លែងហ្នឹងលេងគាត់មកវិញបាត់ខ្ញុំទៅខ្ញុំទៅលូកដៃចូលនឹងម៉ាស៊ីនអត់ហ្នឹងចូលគៀបត្រឹមកែងដៃបានកលនឹងក្បាលយូរបងពេលម៉ាស៊ីនហ្នឹងវាចាប់ដល់តាក់ពេលតាក់ទៅម៉ាក់ខ្ញុំមកដល់គាត់បិទអាហ្នឹងហើយគាត់ស្លាប់ហើយមកពេទ្យគេថាយើងនៅក្មេង4ឆ្នាំបងពេល4ឆ្នាំគេផ្លាច់ដោះឆ្អឹងគេសុំយើងកាត់ពេលសុំយើងកាត់គេកាត់ដំណឹងហើយគាត់មកខ្ញុំថាធ្វើមិនទៅឲ្យតែកូនខ្ញុំរស់តែគាត់កាត់ដំណឹងបានមកដល់ទេហើយខ្ញុំដើរយើងបបាក់ដើរវាធ្លាប់តែដៃពីរពេលមួយដៃមួយវិញវាបបាក់បងវាដើរយើងពីងផ្អៀងបានជាមួយឆ្នាំជាងខ្ញុំស៊ាំពេលខ្ញុំស៊ាំខ្ញុំចប់តាមជួយទីមតីគាត់ថាខ្ញុំអត់សូវឃ្លៀតពីម៉ាក់ខ្ញុំមកខ្ញុំរៀងភ័យដែរបងខ្ញុំចាប់ដើមមានកម្លាំងចិត្តយើងរៀនពេលម៉ាក់ខ្ញុំជំរុញប៉ាខ្ញុំរៀងគាត់ជំរុញដែរតែគាត់រៀងកាចមែនតែខ្ញុំធ្វើខ្ញុំមានចេះហើយខ្ញុំអត់ងាយឈប់ខ្ញុំទី7ពូម៉ាក់ខ្ញុំមួយហ្នឹងវាឲ្យខ្ញុំដោន mobile ចឹងហ្នឹងមកខ្ញុំលេងទៅចេះឆ្កងចងបបាក់លេងចឹងបងខ្ញុំក៏ស្គាល់វាច្រើនពេលស្គាល់វាច្រើនខ្ញុំក៏លេងរហូតដល់សប្តាហ៍បងខ្ញុំមានផលចំណេញដោយសារអីខ្ញុំឃើញពូម៉ាក់ខ្ញុំលេងតំណងពេលលេងតំណងហើយសប្បាយខ្ញុំលេងបានជុំគ្នាបងខ្ញុំចង់ live game ទៀតតែខ្ញុំអត់មានឱកាសបងពេលទៅខ្ញុំចង់ប្រកួតពេលចង់ប្រកួតឥឡូវមានឱកាសខ្ញុំសប្បាយចិត្តមែនតើខ្ញុំចង់ខ្លាចជាកីឡាករជម្រើសជាតិយូរហើយបងបើពីច្រើនអត់សូវមានអ្នកមាក់ងាយខ្ញុំមាននៅស្រុកខ្ញុំបងដោយសារគាត់ជួយជំរុញយើងឲ្យយើងខំបង្រៀនគាត់ជួយកម្លាំងចិត្តយើងលក្ខណៈថាសប្បាយចិត្តហើយចង់ទៅរៀនហ្មងពេលចង់ទៅរៀនពេលខ្ញុំបាត់បង់ប៉ាខ្ញុំទៅភាពចង់រៀនហ្នឹងបាត់អស់លេងខ្ញុំក៏មិនចិត្តឈប់រៀនកន្លះឆ្នាំខាងសាច់ញាតិប៉ាខ្ញុំនិងម៉ាក់ខ្ញុំហ្នឹងគាត់ថាចូលរៀនវិញទៅកូនពេលគាត់ពេលហ្នឹងខ្ញុំក៏សម្រេចចិត្តចូលរៀនវិញហើយខ្ញុំក៏មានឱកាសរៀនសូត្រដល់ថ្ងៃខ្ញុំបានប្រឡងជាប់ឌីប្លូមនៅស្រុកខ្ញុំហើយខ្ញុំក៏បានស្គាល់មីងនៅចិត្តផ្ទះហ្នឹងខ្ញុំស្គាល់គាត់យូរតែគាត់ថាគាត់ហ្នឹងស្គាល់ខាងប្រធានដុលពេលប្រធានដុលហ្នឹងពេលទៅគាត់តំណែងថានៅហ្នឹងមានអង្គការមួយហើយជាអង្គការជំនុំការពេលទៅខ្ញុំបានស្គាល់ហើយខ្ញុំបានមកនេះហើយខ្ញុំក៏ចាប់ដើមលេងហ្គេមថាម៉េចខ្ញុំលេងវាផងខ្ញុំរៀនផងពីច្រើនខ្ញុំរៀនច្រើនជាងលេងតែលេងខ្ញុំនៅតែលេងដែរបងខ្ញុំអត់ចោលវាព្រោះខ្ញុំលេងវា10ឆ្នាំហើយបង Mobile Legends បានផ្លាស់ប្ដូរខ្ញុំច្រើនណាស់បងព្រោះខ្ញុំចង់ខ្លាចជាកីឡាករខ្ញុំមិននឹកស្មានថាខ្ញុំបានអញ្ចឹងពេល Mobile Legends ខ្ញុំចេះលេងទៅក៏មានឱកាសគេជ្រើសរើសឲ្យជាកីឡាករជម្រើសជាតិខ្ញុំបានហាត់រងថ្ងៃជាមួយនឹងកីឡាករផ្សេងទៀតរបស់ខ្ញុំហើយខ្ញុំបានយល់ចិត្តគ្នាច្រើនជាងមុនលេងត្រូវដៃគ្នាជាងមុនហើយខ្ញុំដឹងតែខាងគេខ្លាំងឬក៏ខ្សោយជាងខាងខ្ញុំតែខ្ញុំនៅតែខំប្រឹងហើយខ្ញុំនឹងលើកចិត្តខ្លួនឯងជាចុងក្រោយខ្ញុំលើកទឹកចិត្តដល់ក្រុមខ្ញុំឲ្យតស៊ូដើម្បីជាតិយើងហើយនឹងយកមេដាយឲ្យបានខ្ញុំសូមអរគុណទៅដល់អ្នកគាំទ្រនិងអ្នកលើកទឹកចិត្តខ្ញុំឲ្យខ្ញុំបានមកដល់ថ្ងៃនេះខ្ញុំសូមអរគុណអ្នកជាខ្លាំងហើយខ្ញុំបាទឈ្មោះជប់ភេរៈ Rojangler តំណាងក្រុមជម្រើសជាតិកម្ពុជាវិញ្ញាសា Mobile Legends ក្នុងអាស៊ាន Para Esports 2023នៅមួយម៉ាក់ខ្ញុំតែ2នាក់ទេបងម៉ាក់ខ្ញុំរងថ្ងៃគាត់លក់ក្អៅប៉ុន្តែឥឡូវហ្នឹងគាត់អត់លក់ទេដោយសារគាត់មានជំងឺឈឺបងខ្ញុំហ៊ានធ្វើបានអ្នកទី4ដោយសារខ្ញុំគ្រោះអ្នកចរាចរណ៍ខ្ញុំកាលនៅក្មេងខ្ញុំនៅចាំយកតកពេលហ្នឹងឡានតកគេមកអញ្ចឹងគេវាយតកម៉ត់អញ្ចឹងទៅគេយកតកចេញទៅសល់ម៉ត់នៅជាប់ម៉ាស៊ីនហើយក៏ខ្ញុំបានលូកដៃយកតកហើយក៏បានសូបចូលក្នុងម៉ាស៊ីនវាយតកហ្នឹងធ្វើឲ្យខ្ញុំពិការដៃតាំងពីហ្នឹងមកប៉ុន្តែកាលហ្នឹងដៃខ្ញុំនៅកម្រើកបានទេបងកាល2019ហ្នឹងពេលដែលខ្ញុំនៅដើរលេងច្រើនខ្ញុំដើរលេងទៅកោះពេជ្រអញ្ចឹងទៅខ្ញុំក៏គ្រោះអ្នកចរាចរណ៍ឡានបុកពីក្រោយក៏ខ្ញុំបានរបូតឆ្អឹងខាងស្ដាំនេះហើយក៏បានទៅពេទ្យអីចឹងប៉ុន្តែទៅពេទ្យថតដែរប៉ុន្តែថតអត់បានដល់លើឆ្អឹងខាងស្មាហ្នឹងដល់ពេលហើយមកដល់ផ្ទះវិញបានកម្រើកដាក់កើតបាទហើយក៏ទៅពេទ្យម្ដងទៀតគេថាដៃហ្នឹងដោះសាច់អីចឹងទៅរុញវិញអាកើត
ធ្វើអីឡើងបានចឹងខ្ញុំក៏នៅទេហើយក៏ពេលហ្នឹងខ្ញុំចូលចិត្តលេងហ្គេមច្រើនខ្ញុំចូលរៀនសាលាបានមួយរយៈដែរប៉ុន្តែរៀនអត់កើតដោយសារបាក់តសេអត់ស្ទាត់ហើយក៏គាត់បាក់ចិត្តគាត់ថាធំឡើងបើអត់រៀនអីចឹងពិបាកអនាគតមិនអីមិនខ្ញុំក៏ឈប់លេងតណែតគិតឡើងវិញខ្ញុំក៏នៅផ្ទះខ្ចីទូរស័ព្ទមិត្តភ័ក្ដិលេងដល់ពេលខ្ចីទូរស័ព្ទមិត្តភ័ក្ដិលេងហ្នឹងលេងហ្គេម Mobile Legends បន្ទាប់ពីខ្ញុំស្គាល់ Mobile Legends លេងទៅឃើញសប្បាយមិត្តភ័ក្ដិខ្ញុំប្រហែលណាដូចជា2នាក់3នាក់ដែរគាត់ថាឃើញខ្ញុំលេងហ្គេមបានហើយខ្លាំងចឹងគាត់ថាឲ្យខ្ញុំចុះឈ្មោះទៅប្រកួតទៅអីប៉ុន្តែអត់មានក្រុមអត់មានអីទេហើយក៏លេងបន្តពីលេងរហូតទៅក៏កំណត់មួយក៏ខ្ញុំបានលេងហ្គេមហើយក៏ខ្ញុំ record ផ TikTok លេងបានរយៈពេល7ឆ្នាំខ្ញុំក៏បញ្ចេញដៃខ្ញុំឲ្យប្រាប់អ្នកដែលគេស្គាល់ខ្ញុំហ្នឹងខ្ញុំក៏ប្រាប់គេថាខ្ញុំមានតែដៃមួយខាងទេខ្ញុំលេងហ្គេមបានអីចឹងទៅគេក៏អត់ជឿអញ្ចឹងទៅដល់ខ្ញុំថតខ្លួនឯងអីចឹងក៏គេជឿពេលខ្លះគេអត់នឹកស្មានថាខ្ញុំលេងហ្គេមបានអីចឹងផងខ្ញុំលេងហ្គេមច្រើនកាលហ្នឹងខ្ញុំចូលចិត្តលេងហ្គេមផឹកដងងាយអីចឹងហើយក៏មានកូសាក៏ស្ដីឲ្យក៏ថាឲ្យហើយលេងហ្គេមហ្នឹងបានអីមកវិញធំឡើងហ្នឹងឯងស៊ីហ្គេមមែនអីចឹងរំពឹងអីលេងហ្គេមច្រើនបងខ្ញុំឬក៏ម៉ាក់ខ្ញុំអីចឹងបច្ចុប្បន្នឥឡូវបងបច្ចុប្បន្នឥឡូវហ្នឹងក៏គាត់ថាលេងហ្គេមអញ្ចឹងខ្ញុំអាចរកចំណូលបានអញ្ចឹងក៏គាត់ថាអត់អីទេដំបូងមានអ្នកដែលឆាប់មកសួរខ្ញុំម្នាក់ដែរសួរថាខ្ញុំចង់ចូលក្រុមចំណុចជាតិប៉ារ៉ាហ្គេមហ្នឹងអត់ទៅពេលហើយខ្ញុំថាខ្ញុំចង់ដែរពេលខ្ញុំក៏បានតាក់ទងមកគាត់ដែរប៉ុន្តែគាត់សែនតលេងឲ្យខ្ញុំចូលឈ្មោះអីខ្ញុំក៏ប្រហែលជាគិតថាគាត់ចង់សែនលេងអីញ៉ៃញ៉ៃខ្ញុំក៏ហ៊ានចូលញ៉ៃញ៉ៃទៅបងហើយក៏ស្ងាត់ទៅដល់ពេលមួយរយៈក្រោយបងកាកាស្រីពីក៏គាត់ឆាតមកសួរចង់សួរខ្ញុំចំណាប់អារម្មណ៍ចង់ចូលប៉ារ៉ាហ្គេមអត់ដល់ពេលហើយខ្ញុំក៏បាននិយាយមកគាត់ពួកអីគាត់ណែនាំខ្ញុំច្រើនគាត់ឲ្យខ្ញុំចុះឈ្មោះអីចឹងបងតសេឲ្យគាត់ហើយក៏គាត់យកទៅសប្បាយចិត្តខ្លាំងបងពួកអីអត់នឹកស្មានថាខ្លួនឯងបានចូលបានក្រុមជំនឿជាតិអាចបានលេងហ្គេមឲ្យអ្នកដែលផ្សេងគេអាចស្គាល់យើងកាន់តែច្រើនបាននៅក្នុងក្រុមកម្ពុជាយើងនឹងអាចមើលឃើញខ្ញុំពួកអីខ្ញុំខំប្រឹងលេងកាន់តែច្រើនហើយដើម្បីខ្ញុំចង់ឲ្យគេឃើញឲ្យគេទទួលស្គាល់ពីខ្ញុំថាខ្ញុំមានតែដៃមួយខាងទេខ្ញុំអាចលេងហ្គេមបានហើយក៏ខ្ញុំរៀងលេងយ៉ាងគួរសមបងខ្ញុំក៏បានប្រាប់ក្រុមដែរថាពេលប្រកួតចឹងយើងត្រូវចេះស្ដាប់គ្នាបើកន្លែងណាស្ដាប់បានក៏ស្ដាប់បានបើកន្លែងណាដែលយើងស្ដាប់អត់បានយើងអាចទៅខ្លួនឯងបានជំរាបសួរខ្ញុំបាទឈ្មោះចំចនដៃម៉ែកមកពីក្រុមជំនឿជាតិកម្ពុជាវិញ្ញាសា Mobile Legends អាស៊ាន Para Esport 2023ខ្ញុំក្រោយខ្ញុំលើកទឹកចិត្តឲ្យមនុស្សមួយចំនួនអាចកាយសម្បទាគាត់